បើសួរថារាល់ថ្ងៃនឹងមានពេលទំនេរអត់ចាដូចជាអត់មានពេលទំនេរទេតែបើសួរថាឆ្លៀតពេលមកបានអត់អាហ្នឹងចិត្តតែសេរីលៃលកណាព្រោះថាម្នាក់អត់មានការងាររវល់គ្រប់តែគ្នាហ្នឹងដូចថ្ងៃនេះអញ្ចឹងការងាររបស់ខ្ញុំគឺសម្រាកប៉ុន្តែខាងចាយហ្នឹងគឺថាអត់សម្រាកទេដល់តែឃើញអញ្ចឹងគាត់ក៏បបួលមកលេងវាស្រែរបស់គាត់អ្នកខាងនេះហ្នឹងរកតែជើងដើរតាធ្វើការងារតែហើយក៏មកតាមគាត់ទៅណាមែនមកដល់មានអីលេងមែនតាបងសំណាញ់ផងចាប់ខ្យងផងលួចត្រីមងគេផងឥឡូវនេះលទ្ធផលបានសម្រេចហើយបានត្រីប្រហែលកូនក៏ច្រែងដែរយកមកបំពងណាហើយចំពោះការបំពងត្រីនេះផងដែរគឺថាខ្ញុំមកដែរធ្វើអញ្ចឹងទេលើកទី1ឯងដែលខ្ញុំឃើញអញ្ចឹងដោយចែគាត់ដាក់ដាំខ្លាញ់ឲ្យក្តៅហើយគាត់ចាក់ម្សៅបំពងចូលមកស្លាបព្រាទៅ2ស្លាបព្រាហើយគាត់ធ្វើការកូរវឹកឲ្យវារលាយសព្វជាមួយនឹងខ្លាញ់គាត់ក៏បានបន្ថែមម្សៅបំពងជាមួយនឹងត្រីប្រហែលជា3-4ស្លាបព្រាទៀតហើយគាត់ធ្វើការកូរត្រឡប់ឲ្យសាច់ត្រីជាមួយនឹងម្សៅបំពងនឹងថាវាចូលជាតិគ្នាណាត្រីនឹងផងដែរគឺចែគាត់ប្រឡាក់អំបិលប្រៃឡំតិចដោយសារតែទៅស្រែទៅអត់មានរ៉ូឌីអត់មានអីចឹងហើយមានតែដាក់អំបិលគ្រួហើយណាមួយពួកខ្ញុំក៏ជាអ្នកមិនចេះប្រកាន់ខ្លួនណាមានអីក៏ហូបនឹងតែបើឡាញ់ក្បាច់ក្បោទៅរត់ទៅទិញផងត្រឡប់មកវិញហ្នឹងគឺថាល្ងាចល្មមព្រោះថារៀងឆ្ងាយដែរហើយការបំពងត្រីនេះផងដែរគឺថាខ្ញុំសង្កេតឃើញអត់ឃើញមានផ្ទុះអត់ឃើញមានអីណាតាមបទពិសោធន៍កន្លងមកគឺថាតាហ៊ានប្រើខ្លាញ់ជាមួយនឹងត្រីជាមួយនឹងអីគឺថាផ្ទុះផេងផងចាយកក្របឆ្នាំងទៅក្របភ្លឹបតែហ្មងពេលទៅដល់ហ្នឹងគឺថាខ្ញុំខ្វះកមែនតែនគឺខ្វះកនឹងខ្យងតែចែថាហ្នឹងខ្យងថៃទេគាត់ហ្នឹងអត់ចង់ឲ្យហូបទេឲ្យមូលហេតុហ្នឹងដោយសារតែគេបាញ់ថ្នាំផងអីផងហើយណាមួយយើងចាប់បានថ្មីយើងមានបានប្រោះទុកអីណាចឹងហើយក៏ប្រឡែងបោះចោលវិញទៅហើយបើនិយាយពីត្រីនេះវិញណាគឺថាអត់មានឃើញជាប់ឆ្នាំងអត់មានឃើញអីទាំងអស់គឺវាជាប់តែត្រីគ្នាវាដោយសារតែម្សៅបំពងហ្នឹងដូច្នេះហើយនៅពេលដែលបំពងហ្នឹងគឺយើងអាសាមើលដែរបើសិនជាវាជាប់គ្នាទេយើងប្របេះវាទៅដើម្បីឲ្យកម្ដៅនៃខ្លាញ់ហ្នឹងវាបានក្ដៅដល់សាច់ត្រីសពសាច់អស់ទុកឲ្យស្រក់ខ្លាញ់ទៅជាការស្រាច់ហើយទៅវាស្រែហ្នឹងក៏ទំនើបទៀតពីមុនណាគេប្រើសិតតែអូសប្រើសិតតែអីបកាត់ត្រង់តែឆេះឥឡូវអត់មានទេកែដាក់ឈុលបើសិនតែចាំអូសខ្យល់ផងអីផងដឹងការបានហូបចុកទេតែនេះមានណាលឿនរបស់គេដែរហ្នឹងណាដាក់ឈុលឥឡូវឆ្អិនស្រាច់ហើយរឿងមួយដែលសុំសរសើរស្ត្រីមេផ្ទះហាដោយសារតែចាយហ្នឹងគាត់ដាក់ទឹកជ្រលក់អីហ្នឹងទៅគឺថាទុកសម្រាប់ភ្លាកពឹសទេតែដល់ពេលទៅដល់លើកកពឹសអត់បានអញ្ចឹងចាយគាត់បដូរគោលដៅគាត់បំពងត្រីយកទៅហ្មងណាតែទឹកត្រីបុកគាត់ហ្នឹងគឺថាមិននឹងជាគាត់ដាក់ស្អីទេក្លិនក៏ឈ្ងុយហើយរសជាតិគាត់ថាលក្ខណៈថាល្មមឆ្ងាញ់ណាហើយទឹកត្រីហ្នឹងដូចទឹកត្រីកោះកុងតែមិនបុកនៅកោះកុងទេបុកនៅកំពង់ធំហើយយកទៅហូបនៅក្រោមកសាងហើយអ្នកហូបហ្នឹងគឺជាអ្នកត្បែងអ្នកបកងអ្នកត្រៀមនឹងឯងហើយបើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ចាប់មាត់តែម្ដងខ្ញុំសាកភ្លក់មើលរសជាតិលក្ខណៈថាដូចវាត្រូវខ្នួចគ្នាណាប្រៃផ្អែមជូរអែមហើយលក្ខណៈថាត្រីនឹងវាស្រួយដែរដាក់ទៅក៏ថាត្រូវគ្នាតែម្ដងត្រូវនឹងថាត្រីនឹងគឺថាបងសំណាញ់ភ្លាមយកមកធ្វើភ្លាមហើយយើងយកមកប្រឡាក់ធ្វើបំពងភ្លាមអញ្ចឹងហើយសាច់ត្រីនៅតែមានរសជាតិផ្អែមលក្ខណៈថាយកត្រីនឹងមកកាច់លើសូផុសស្រួយខាងក្រៅសាច់ខាងក្នុងជ្រីកទន់ហើយផ្អែមតែវាក៏មានផលរំខានខ្លះដែរព្រោះថាម្ហូបមួយមុខនេះគឺប្រើខ្លាញ់អញ្ចឹងហើយយើងកំហុបញឹកញយដងពេកយូរម្ដងទៅបានហើយយ៉ាងដែរជីវិតនៅព្រៃមានកន្លែងរកត្រីមានអូសដុតមានអីចឹងណាចង់បងត្រីចង់ដាក់មងបានត្រីមកក៏យើងយកទៅធ្វើម្ហូបក៏ជួយសន្សំសំចៃយើងបានមួយផ្នែកដែរគិតមើលទៅជីវិតបែបហ្នឹងសាមញ្ញចាតាមតែស្ដាប់ទៅគឺសាមញ្ញទេជីវិតអ្នកចការអ្នកស្រែចឹងណាលក្ខណៈថាធ្វើស្រែអី20ហាត់30ហាត់អីចឹងទៅខ្លះហ្នឹងក៏ដល់100ហាត់មានត្រាក់ទ័រអីខ្លួនឯងមានឡានជិះមានអីចឹងណាហើយលក់បានក៏ទិញមាសបែបសាមញ្ញសាបអីចឹងណាគេថាអ្នកស្រែគេពិតប្រកបគឺមានដីច្រើនលក្ខណៈធ្វើម្ដងច្រើនចឹងបើខ្ញុំតិចតួចមិនមែនអ្នកស្រែទេ